ស្ដាប់តែជប៉ុនក៏អាចទិញផលិតផលជប៉ុនបានដែរថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាពីផលិតផលដែលមកពីខេត្តនានាជាច្រើននៅក្នុងប្រទេសជប៉ុន Let's go តើគ្នានៅក្នុងប្រទេសជប៉ុនក្នុងខែនេះគឺខែសម្បូរផ្លែឈើអញ្ចឹងថ្ងៃនេះគឺយើងមានផ្លែប៉ោមជាមួយនឹងទឹកផ្លែប៉ោមមកពី Amori ផ្លែសេរីនិងត្រពាំងបាយជូរមកពី Nagano ប្រទេសជប៉ុនត្រពាំងបាយជូរនេះស្រស់ៗរសជាតិឆ្ងាញ់ផ្អែមមុតមកនឹងឲ្យទាំងអស់គ្នាសម្រាប់ផ្លែឈើគឺយើងធានាគឺថាស្រស់ថ្មីហើយគឺផ្លែឈើមានគុណភាពមកពីប្រទេសជប៉ុនតែម្ដងហើយសម្រាប់ទឹកផ្លែប៉ោមនេះវិញណាអ្នកទាំងអស់គ្នារសជាតិផ្អែមឆ្ងាញ់ហើយពេលដែលញ៉ាំទៅមានអារម្មណ៍ថាដូចញ៉ាំផ្លែប៉ោមស្រស់អញ្ចឹងបន្តមកទៀតយើងមានសាច់ក្តាមនិងតាគៀបក្តាមដែលមកពី Ishikawa ប្រទេសជប៉ុនសម្រាប់ប្រភេទសាច់ក្តាមនេះគឺផលិតចេញពីក្រុមហ៊ុនដ៏ល្បីហើយផលិតសាច់ក្តាមមុនគេបង្អស់នៅក្នុងប្រទេសជប៉ុននំម៉ូជីមកពី Fukui នំម៉ូជីអីផ្លែមែនបងខ្ញុំមិនដែលឃើញតែអារៀងមូលហ៎បងអានេះគេធ្វើមកបែបជាមកកញ្ចប់តូចស្រួលញ៉ាំណាធ្វើពីម្សៅអង្គរតណើបតុនខ្លាំងមែនទែនហើយនៅជប៉ុនណាគឺគេពេញនិយមញ៉ាំជាមួយតែក្តៅគឺរកឆ្ងាញ់លំតុនមកបងអើយតុនខ្លាំងមែនទែនហើយមានម្សៅអង្គរណោះនេះម្សៅអង្គរនៅលើមួយជីហ្នឹងញ៉ាំទៅតុនអូឆ្ងាញ់ណាស់ I like នំដំឡងនំខូខេសាំងវែកមកពីហុកកៃដូសម្រាប់នំដំឡងនេះគឺធ្វើពីម្សៅដំឡងប៉ិតមានពីររសជាតិបង្គាជាមួយនឹងរសជាតិខ្យងសមុទ្រសម្រាប់នំខូខេសាំងវែកនេះមាន3រសជាតិស្ទ្រូប៊េរីឈីសសូកូឡានិងទឹកសក់ស្រូវស្រួយហើយញ៉ាំទៅហឹរតិចកាន់តែញ៉ាំកាន់តែជក់មាត់ហ្មងអត់ចង់ឈប់ទេនេះមានគ្រីមនៅខាងក្នុងពេលញ៉ាំទៅមានក្លិនឈ្ងុយផ្លែឈើមកបន្តទៀតគឺយើងមានមីកំប៉ុងជាមួយនឹងការ៉េមកពី Kyushu ប្រទេសជប៉ុនសម្រាប់មីក៏មកពីខេត្ត Kyushu ដូចគ្នាជាប្រភេទមីឆុងដែលមាន3រសជាតិជ្រក់ស្ពៃរសជាតិទឹកជ្រូកអាំងនិងរសជាតិទឹកស៊ីអ៊ីវសម្រាប់ប្រភេទមីឆុងនេះគឺងាយស្រួលមែនទែនចំណាយពេលត្រឹមតែ2ទៅ3នាទីគឺអាចឆុងញ៉ាំបានហើយសម្រាប់រសជាតិវិញឆ្ងាញ់តែម្ដងចូលដល់ការ៉េម្ដងនេះគឺការ៉េខ្លាឃ្មុំមាន2រសជាតិមានរសជាតិដើមនិងរសជាតិស្វាយមានអារម្មណ៍ថាឈ្ងុយរបស់គោខាប់ហើយនឹងផ្លែឈើចូលគ្នាហ្មងท็ອບភីងផ្លែឈើនៅខាងក្នុងហ្នឹងគឺញ៉ាំទៅមានអារម្មណ៍ថាឈ្ងុយចេញមកឡាមីណេ yes អានេះជាប្រភេទ soft drink ណាទាំងអស់គ្នានៅប្រទេសជប៉ុនគឺពេញនិយមខ្លាំងមែនទែនមកពីខេត្តអូសាកាអូសាកាទាំងអស់នេះស្គាល់ទេគឺពេញនិយមខ្លាំងមែនទែនអានេះជាប្រភេទភេសជ្ជៈដែលញ៉ាំទៅជួយបំពេញជាតិទឹកជាពិសេសនៅរដូវក្តៅអីពេលដែលយើងមានអារម្មណ៍ស្រេកទឹកញ៉ាំទៅគឺ refreshing ហ្មងមានអារម្មណ៍ថាស្រស់ស្រាយចង់បានផលិតផលជប៉ុនអត់បាច់ចាំទៅប្រទេសជប៉ុនផ្ទាល់ទេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានផលិតផលជប៉ុនទាំងនេះនិងផលិតផលជប៉ុនជាច្រើនទៀតកុំភ្លេចមករកទាំងអស់គ្នាដែលឥឡូវនេះគឺយើងកំពុងតែមានពិព័រណ៍ផលិតផលជប៉ុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែវិច្ឆិកានៅផ្សារទំនើប Beyond ទាំង3សាខាកុំភ្លេចមកទាំងអស់គ្នា